ចាសស្ដីបងថ្ងៃនេះខ្ញុំចង់មកបង្ហាញបងអំពីរបៀបដាក់ Office Mode ទៅលើប្រភេទ Sound Morgani ក្នុងលក្ខខណ្ឌបងអត់ចង់ឲ្យ Sound នេះ lock ទេឧទាហរណ៍ថាបងមានកម្មវិធីនៅផ្ទះឬក៏មានការជួបជុំអីមួយបងចង់ឲ្យអ្នកដទៃអាចប្រើប្រាស់ជាមួយនឹង Sound នេះបានគឺបងអាចដាក់ Office Mode បានចាអញ្ចឹងគឺយើងធ្វើការចូលទៅកាន់ menu គឺយើងចុចជាមួយនឹងផ្កាយធុងឈូកចាបន្ទាប់ពីចូលទៅកាន់ menu ហើយគឺបងវាយជាមួយនឹងលេខកូដ admin ដែលបងប្រើជាប្រចាំថ្ងៃចាបន្ទាប់ពីហើយគឺយើងចុចជាមួយនឹងលេខ1ចាអញ្ចឹងគឺយើងចុចយកលេខ3យើងចុចយកលេខ1 function setting ចាអញ្ចឹងយើងចុចយកលេខ4ដើម្បីដាក់ office mode ចាបន្ទាប់ពី successful ហើយគឺបងអាចត្រឡប់ទៅខាងក្រោយវិញបានចាបន្ទាប់ពីយើងចុចហើយគឺយើងចុចជាមួយនឹងប៊ូតុងខាងក្រោយចាគឺយើងចុចជាមួយនឹងប៊ូតុងខាងក្រោយមួយមកចាអញ្ចឹងគឺ office mode របស់យើងគឺបានដាក់ប្រើប្រាស់បានហើយអញ្ចឹងបងចាំប្រហែលជា5 second គឺយើងអាចប្រើប្រាស់ជាមួយនឹង office mode នេះបានហើយចាអញ្ចឹងសម្រាប់ office mode នឹងដែរអ្នកណាក៏អាចប្រើប្រាស់បានដែរគឺយើងអត់ចាំបាច់ request លេខកូដអីទេគឺអ្នកគ្រប់គ្នាគឺអាច scan កាយដៃនេះហើយអាចធ្វើការប្រើប្រាស់ជាមួយនឹង sound បាន